ទំនៀមទម្លាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានរៀបចំឡើងរយៈពេល3ថ្ងៃដែលមានការប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗមុនថ្ងៃចូលឆ្នាំមកដល់ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែងទិញសម្លៀកបំពាក់ថ្មីនិងរៀបចំសម្ភារៈទុកជូនដល់ឪពុកម្ដាយរៀបចំផ្ទះដើម្បីស្វាគមន៍ឆ្នាំថ្មីនិងទេវតាថ្មីចាំឡើយមានគេបាញ់លុយចូលទូរស័ព្ទទៀតកូនហ្នឹងបាញ់លុយទុកឲ្យម៉ាក់ចាយចូលឆ្នាំខ្មែរអូឥឡូវគេមានបាញ់លុយចូលតាមទូរស័ព្ទចឹងដែរកូនបានតាម៉ាក់មានអីពិបាកម៉ាក់សម័យឥឡូវបាញ់ទៅតាមធនាគារ Trick Bank អរគុណកូនចូលមកដល់ថ្ងៃទី2ហៅថាថ្ងៃវីរៈវ័នបត្រដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុដល់អ្នកមានគុណចែកទានដល់អ្នកទាល់ក្រនិងនាំគ្នាទៅវត្តដូចថ្ងៃទី1ដែរថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរគេហៅថាថ្ងៃឡើងសាក់តាមទំនៀមទម្លាប់ខ្មែរគេនាំគ្នាទៅឆ្លងបុណ្យនៅវត្តដើម្បីរាប់បាតបាំងស្គលពូនភ្នំខ្សាច់ស្ដាប់ធម៌ទេសនានិងជាពិសេសគឺពិធីស្រង់ព្រះដើម្បីទទួលបានពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មីរាល់ពេលវេលានៃការជួបជុំគ្នាធនាគារ Bridge តែងតែស្ថិតនៅក្បែរលោកអ្នកជានិច្ចសួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ